ទេសនារបស់លោកឆៃកែវមនីអធិការនគរបាលស្រុកបាទីអាចក្រងតំណែងនេះបានទៀតទេក្រោយមន្ត្រីក្រមអាវ៉ាត់ជិត100នាក់រួមគ្នាផ្តិតមេដៃប្តឹងទៅក្រសួងមហាផ្ទៃជុំវិញករណីមន្ត្រីនគរបាលចំនួន67នាក់នៃអធិការដ្ឋាននគរបាលស្រុកបាទីខេត្តតាកែវបានរួមគ្នាផ្តិតមេដៃប្តឹងមេរបស់ខ្លួនទៅក្រសួងមហាផ្ទៃលោកទូចសុខៈអ្នកនាំពាក្យរងនៅថ្ងៃសុក្រទី6ខែកុម្ភៈបានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកឲ្យដឹងថាករណីប៉ូលីសស្រុកបាទីសាមគ្គីគ្នាប្តឹងលោកអធិការឆៃកែវមនីជុំវិញការប្រព្រឹត្តអំពើពុករលួយពេលនេះក្រសួងមហាផ្ទៃបានទទួលដំណឹងនេះហើយគ្រាន់តែថានេះជាដំណឹងជំហានដំបូងដូច្នេះក្នុងក្របខ័ណ្ឌក្រសួងនឹងធ្វើការត្រួតពិនិត្យដើម្បីស្វែងរកការពិតដោយមិនទាន់អាចធ្វើការសន្និដ្ឋានឬវិនិច្ឆ័យករណីខាងលើភ្លាមៗនោះទេអ្នកនាំពាក្យរងរូបនេះក៏បានលើកទឹកចិត្តដល់មន្ត្រីនគរបាលទាំង67រូបនោះមកធ្វើការដាក់ពាក្យបណ្ដឹងជាផ្លូវការចូលមកកាន់ក្រសួងមហាផ្ទៃដើម្បីជាទឡ្ហីករណ៍បន្ថែមទៀតក្នុងការអង្កេតស្រាវជ្រាវទៅលើករណីខាងលើឲ្យកាន់តែស៊ីជម្រៅគូបញ្ជាក់ថាបើតាមបណ្ដឹងរបស់មន្ត្រីនគរបាលទាំង67រូបក្រៅពីភាពមិនប្រក្រតីក្នុងការដឹកនាំនិងកាប់កេងលុយកូនចៅបញ្ជាឲ្យធ្វើនេះធ្វើនោះលោកឆៃកែវមនីក៏ត្រូវបានមន្ត្រីក្រមអាវ៉ាត់ទម្លាយរឿងអាស្រូវជាច្រើនដូចជាការប្រព្រឹត្តអំពើពុករលួយដោយអនុញ្ញាតឲ្យមានទីតាំងមន់ជលអនឡាញរាប់រយកន្លែងជាពិសេសគឺទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងក៏តម្រូវឲ្យបង់ប្រាក់ប្រចាំខែឲ្យលោកចំនួន$5,000សហរដ្ឋអាមេរិកផងដែរដែលជាថ្នូរនឹងការមិនចុះបង្ក្រាបនេះបើយោងតាមពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលក្រមអាវ៉ាត់ក្រៅពីនេះទៀតក៏មានមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងស្រុកត្រូវបានលោកអធិការរូបនេះដោះលែងផុយក្រោមហេតុផលជាអ្នកប្រើប្រាស់ឬជាជនរងគ្រោះហើយទទួលសំណុកក្រំតុកគូក៏សម្គាល់ថាគិតត្រឹមម៉ោងនេះគេនៅមិនទាន់ឃើញមានការបកស្រាយជាផ្លូវការណាមួយពីលោកអធិការឆៃកែវមនីនៅឡើយទេសាធារណជនកំពុងរង់ចាំមើលថាតើក្រសួងមហាផ្ទៃនឹងមានវិធានការក្តៅបែបណាចំពោះករណីមន្ត្រីប្តឹងមេកោយខ្លួនឯងជាជួរបែបនេះ